Bà số đây bằng vốnថ្ងៃនេះខ្ញុំនឹងចែកម្លែកពាក់ព័ន្ធទៅនឹងការសម្អាតទៅលើទិន្នន័យដែលយើងធ្លាប់មើលវីដេអូគេចាស់កន្លងមកដែលវាធ្វើឲ្យ Facebook របស់យើងដាក់តាក់ឬក៏វា slow បាទដូច្នេះកុំឲ្យខាត់ពេលបងប្អូនមើលតាមខ្ញុំបាទទីមួយយើងគ្រាន់តែចូលទៅលើ Facebook របស់យើងហើយយើងចូលទៅលើ profile បន្ទាប់មកយើងយកកន្លែងចុចតូច3នេះបាទកន្លែងត្រី3ហ្នឹងចុចលើនឹងហើយបន្ទាប់មកបងប្អូនចូលរើសពាក្យថាកំណត់ហេតុសកម្មភាពបាទបន្ទាប់មកបងប្អូនមើលទៅលើនឹងសកម្មភាពនៅលើ Facebook របស់អ្នកហើយយើងចុចសញ្ញាព្រួញចុះក្រោមតូចហ្នឹងចុចលើនឹងមកបាទចឹងនៅក្នុងហ្នឹងគឺបងប្អូនត្រូវរើសយកចំណុចទី2គឺសារបង្ហោះចឹងបងប្អូនគាត់ទៅចុចទៅលើនឹងត្រេតូចចុះក្រោមហ្នឹងបាទយើងចុចលើនឹងមកហើយបន្ទាប់មកបងប្អូនយកពាក្យថាសារបង្ហោះរូបថតនិងវីដេអូរបស់អ្នកយើងចុចឡើងនឹងមកបាទចឹងនៅពេលបងប្អូនចូលមកឡើងហ្នឹងវានឹងឃើញតាក់ទងនឹងសារដែលយើងផុសវីដេអូដែលយើងផុសហើយនឹងវីដេអូដែលយើងចែកម្លែកដែលយើងចូលទៅមើលផុសគេហើយយើង share អញ្ចឹងណាអញ្ចឹងបងប្អូនអាចលុបបាទធ្វើការលុបតទៅនឹងទិន្នន័យនឹងទាំងអស់ទៅបាទដូចជាវីដេអូដែលយើង share ចែកម្លែកដែលมันពាក់ព័ន្ធដែលធ្វើ Facebook ហាមឃាត់អីហ្នឹងបងប្អូនត្រូវមើល share ហ្នឹងទៅហើយយើងធ្វើការលុបចោលវិញដើម្បីជៀសវាងកុំឲ្យ Facebook យើងវាមានការហាម5ទៅលើ account របស់យើងឬក៏អាចប្រឈមនឹងការបិទអីចឹងណាបាទអញ្ចឹងបងប្អូនឆែកមើលទៅបាទថាបងប្អូនត្រូវលុប share មួយណានិយាយទៅឲ្យ share មួយណាដែលវាពាក់ព័ន្ធទៅនឹងការបំរាមរបស់ Facebook យើងគួរលុបចោលអញ្ចឹងណាបាទចង់បងប្អូនព្យាយាមលុបចោលឲ្យច្រើនទីមួយយើងលុបអានឹងច្រើនហើយសម្អាតច្រើនហើយវានឹងធ្វើឲ្យ Facebook របស់យើងមានសុវត្ថិភាពហើយក៏វាដើរល្អដែរអញ្ចឹងណាអញ្ចឹងបងប្អូនគាត់ថាឥឡូវខ្ញុំឧទាហរណ៍ថាបងប្អូនចង់លុបសារនេះមួយអញ្ចឹងខ្ញុំឧទាហរណ៍ឡើងនឹងមួយណានេះបាទនេះកន្លែងខ្ញុំចែកម្លែកអញ្ចឹងយើងចុចលើនឹងមុនយើងចុច